អ្នកស្រីជាស៊ីផេងមានវ័យ45ឆ្នាំជារៀងរាល់ថ្ងៃត្រូវធ្វើដំណើរលើផ្លូវជាតិដែលមានប្រវែងប្រហែល1គីឡូម៉ែត្រទៅសាលាឃុំកគីធំស្រុកគៀនស្វាយខេត្តកណ្ដាលចាជំរាបសួរចាបងឈ្មោះជាស៊ីផេងជាតុបទី2នៅក្នុងឃុំកគីធំស្រុកគៀនស្វាយខេត្តកណ្ដាលចាអ្នកស្រីមកដល់កន្លែងធ្វើការតាំងពីព្រលឹមតែងតែជួបទទួលរាក់ទាក់ប្រជាពលរដ្ឋនៅក្នុងសាលាឃុំដែលពួកគាត់ត្រូវធ្វើសម្បត្តិកំណើតបញ្ជាក់សៀវភៅគ្រួសារនិងធ្វើលិខិតផ្សេងៗអ្នកស្រីត្រូវសម្របសម្រួលជាមួយនឹងប្រជាពលរដ្ឋនិងពន្យល់ពីការធ្វើលិខិតស្នាមផ្សេងៗហើយគ្នារកអង្គមួយថ្ងៃរក1គីឡូអត់បានផងអញ្ចឹងបងឃើញអញ្ចឹងអាណិតព្រោះយើងក្រដែរណាដល់យើងឃើញយើងអាណិតអ្នកក្រចង់ជួយអ្នកក្រដូចគ្នានិងមួយទៀតអ្នកខ្លះអត់មានការយល់ដឹងអញ្ចឹងមកធ្វើសម្បត្តិកំណើតឯកសារផ្សេងអញ្ចឹងទៅឬគេយកលុយអត់មកធ្វើទេហើយកាលណាកូនទៅធ្វើការរោងចក្រវាមានបញ្ហាណាមានបញ្ហាត្រង់ហើយយើងអត់មានឯកសារអញ្ចឹងគឺគេអត់ឲ្យយើងធ្វើការតែម្ដងក្រៅពីការងារក្នុងក្រុមប្រឹក្សាឃុំអ្នកស្រីត្រូវចុះតាមភូមិដើម្បីជួយប្រជាពលរដ្ឋដែលមានបញ្ហាផ្សេងដូចជាអំពើហិង្សាក្នុងគ្រួសារធ្វើឲ្យមានការលែងលះគ្នាជាដើមទោះបីជាអ្នកស្រីទៅតែបម្រើក្នុងក្រុមប្រឹក្សាឃុំកគីធំនាខែមិថុនាឆ្នាំ2012ក៏ពិតមែនអ្នកស្រីទទួលការគាំទ្រនិងស្រឡាញ់រាប់អានពីសំណាក់ប្រជាពលរដ្ឋនិងក្រុមប្រឹក្សាឃុំដទៃទៀតផងដែរជាពិសេសក្រុមប្រឹក្សាឃុំដែលជាបរិសុទ្ធខ្ញុំធ្វើការត្រូវគ្នាណាអត់ដែលមានរអើងជាមួយគ្នាទេតែងតែធ្វើការដកស្រង់បទពិសោធន៍ហើយបងបើជាភេងនេះគាត់ទឹមជាប់ឆ្នោតថ្មីហើយការងារទាំងឡាយគឺយើងមិននឹងធ្វើការយើងពិភាក្សាគ្នាគឺយើងធ្វើការល្អជាមួយគ្នាតែងតែពិភាក្សាធ្វើមិនល្អធ្វើមិនល្អបន្ទាប់ពីគាត់ជាប់ក្រុមប្រឹក្សាសង្គមអស់ហ្នឹងហើយឃុំសង្កាត់មកគាត់ធ្វើល្អនឹងជាជនការរឿងរ៉ាវត្រង់ណាអីចឹងគាត់ចោះមកជួយគាត់ទៅជាប់អាណត្តិថ្មីមែនប៉ុន្តែគាត់ជាមនុស្សល្អយើងមានទុកលំបាកអីគាត់ជួយមកដោះស្រាយក្នុងគ្រួសារយើងនឹងឲ្យយោបល់ទៅមិនល្អមិនអាក្រក់អញ្ចឹងទៅគាត់ឲ្យយោបល់យើងទោះបីជាមានការមមាញឹកក្នុងការងារឃុំយ៉ាងណាក្តីក៏អ្នកស្រីមិនភ្លេចកាតព្វកិច្ចជាម្ដាយជាភរិយានិងជាមេផ្ទះដែរយើងក៏ចាប់ផ្ដើមដោះលាងធ្វើម្ហូបធ្វើអីបាយទឹកចឹងទៅបានយើងបោកគូអីបានឆ្លៀតសម្រាប់បន្តិចទៅហើយការងារផ្ទះច្រើនណាការងារបើនិយាយទៅយើងជាការយើងតាំងពីអស់ភ្លើងឲ្យឆ្លៀតនាំកូនទុយពីមកដែរឆ្លៀតទៅកាប់អស់កាប់អីដុតចឹងណាការងារយើងមកចប់ហើយការដល់យើងមកធ្វើការឃុំនេះបញ្ហាជីវភាពយើងខ្វះខាតខ្លាំងតែម្ដងព្រោះកាលមុនយើងនៅជាប្រជាពលរដ្ឋយើងបានលក់ដូរយើងមកអំពើមកអីលក់តែដល់ឥឡូវយើងអត់លក់សោះហើយសង្គមប្រាក់ខែគ្រួសារក៏តិចតួចហើយយើងមកនេះប្រាក់ខែ2-10,000ទោះបីមានការប្រឈមនឹងបញ្ហាទាំងនេះក្តីក៏មានកត្តាជាច្រើនដែលជំរុញឲ្យអ្នកស្រីបន្តការចូលរួមក្នុងវិស័យនយោបាយនេះទី1ដោយមានការចង់ជួយប្រជាពលរដ្ឋដែលរងការរំលោភបំពានការប្រើអំពើហិង្សានិងបញ្ហាដីធ្លីទី2មានការគាំទ្រពីស្វាមីទើបជំរុញឲ្យអ្នកស្រីសម្រេចចិត្តចូលរួមក្នុងវិស័យនយោបាយអ្នកស្រីជឿជាក់ថាកត្តាមួយចំនួនដែលជំរុញឲ្យអ្នកស្រីទទួលបានជោគជ័យក្នុងវិស័យនយោបាយគឺការស្រឡាញ់និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលពួកគាត់ជួបបញ្ហាអ្នកស្រីតែងតែជួយមិនថាយប់ឬថ្ងៃទេនិងការជំរុញលើកទឹកចិត្តពីគ្រួសាររបស់អ្នកស្រីថាជាកម្លាំងដល់ជាកម្លាំងចិត្តចឹងជាលើកទឹកចិត្តឲ្យប្រឹងទៅព្រោះបើនិយាយពីស្ត្រីហ្នឹងវាទៅមានពីណាប្រឡូករឿងនយោបាយថាជាចិត្តជំរុញទៅលើកទឹកចិត្តទៅឲ្យប្រឹងប្រែងទៅឥឡូវនេះយើងว่ากองដល់ពេលយើងចូលពង្រៀនវិញម៉ោងទៅរៀនយើងរៀនទៅម៉ោងទំនេរយើងមកផ្ទះយើងជួយដាំអីចឹងបាយចឹងទៅបោកចឹងទៅគឺទៅអស់ទឹកអីចឹងទៅហើយកូនចៅនេះគេមើលថែទាំទាំងអស់គ្នាទៅណាអត់បាយអត់ហូបណាហូបផែនការតទៅ
មុខទៀតបងចេះមានទី1ពង្រីកជីវភាពគ្រួសាររបស់បងអញ្ចឹងណាប៉ងថាងរកកម្រងរស៊ីអីយើងពង្រីកឲ្យមិនទៀតដើម្បីឲ្យជីវភាពយើងទូធានឹងមួយទៀតយើងចូលរួមក្នុងវិស័យនយោបាយកាលណាចូលរួមយើងត្រូវការមានលុយមានកាក់ខ្លះដើរចំណាយខ្លួនយើងអញ្ចឹងហើយយើងត្រូវពង្រីកមុខរបរយើងថែមហើយនឹងជួយបំផុសជាពិសេសគំនិតរបស់ខ្ញុំចង់ជំរុញឲ្យស្ត្រីចូលរួមក្នុងវិស័យនយោបាយបានច្រើនបទពិសោធន៍យើងមានតែការយល់ដឹងរបស់យើងចំណេះវិជ្ជាយើងនៅមានកម្រិតណាស់ខ្ញុំគិតថាផងបង្កើនសមត្ថភាពយើងឲ្យបានខ្លាំងជាងនេះទៅទៀតព្រោះកាលណាយើងចូលវិស័យនយោបាយយើងអត់ចេះសោះទៅអត់រួចគេ